ជាដំបូងខ្ញុំសូមជម្រាបសួរទៅកាន់លោកគ្រូអ្នកគ្រូនិងសួស្តីទៅកាន់អ្នកទាំងអស់គ្នាក្រុមរបស់ខ្ញុំគឺក្រុមទី1ឯកទេសគណិតរូបកនៃមជ្ឈមណ្ឌលគ្រូសាស្ត្រពងពាក់កំពង់ចាមចំនួនទី32ឆ្នាំទី1ថ្ងៃនេះពួកយើងមកបង្ហាញអំពីឧបករណ៍មួយគឺផ្ទះឆ្លាតវៃគឺយើងអាចនិយាយបានថា Smart Home Sensor Range ចឹងកុំឲ្យខាតពេលវេលាយូរយើងចូលទៅមើលដំណើរការផលិតទាំងអស់គ្នាមុននឹងចូលទៅដល់ដំណើរការផលិតខ្ញុំសូមណែនាំឧបករណ៍សំខាន់ៗមួយចំនួនសិនដែលវាមានដូចជាខ្សែ jumper ស្វូផ្ទះ Uno ហើយនិង sensor range drop របស់យើងហ្នឹងអញ្ចឹងជាដំបូងគឺយើងត្រូវការសរសេរកូដដាក់ចូលទៅក្នុងប្រទេស chip ប្រទេស Uno ហ្នឹងបន្តមកទៀតគឺយើងយកខ្សែ jumper យើងយកទៅភ្ជាប់ពីប្រទេស Uno ហ្នឹងទៅនឹង connector sensor ដែល connector sensor របស់យើងហ្នឹងវាភ្ជាប់ទៅនឹង sensor របស់យើងសម្រាប់ចាប់ទឹកភ្លៀងហ្នឹងទៀតបន្តមកទៀតប្រទេស Uno ដដែលហ្នឹងគឺយើងយកវាទៅភ្ជាប់ជាមួយនឹង servo ដែល servo ហ្នឹងគឺជាកន្លែង motor សម្រាប់ទាញស្នូលកៅអៅយើងចេញចូលមកទៀតយើងយកឧបករណ៍ទាំងអស់ហ្នឹងទៅភ្ជាប់នៅលើផ្ទះរបស់យើងដែលយើងអាចសាងសង់ផ្ទះពីគេស្នោបានតាមម៉ូដដែលយើងពេញចិត្តសម្រាប់ក្រុមខ្ញុំគឺខ្ញុំសាងសង់ម៉ូដផ្ទះបែបហ្នឹងតាមដែលខ្ញុំពេញចិត្តហើយបន្ទាប់មកយើងថែមថយ decor តាមក្រោយទៅយើងនឹងទទួលបានផ្ទះរបស់យើងតាមដូចរូបអញ្ចឹងសូមអរគុណអ្នកនរគ្នាសម្រាប់ការទស្សនាហើយសង្ឃឹមថាពេញចិត្តសម្រាប់វីដេអូនេះ